Ok,សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំព្រានទាំងអស់គ្នារបៀបបង្កើត account Thread ដែលអាចទទួលបាន rebate ដែលចេញពីខ្ញុំផ្ទាល់ចំនួន30%ទៅវិញរៀងរាល់ថ្ងៃអ្នកទាំងអស់គ្នា Thread ទេបើសិនជាអ្នកទាំងអស់គ្នា Thread ក្នុងថ្ងៃហ្នឹងគឺក្នុងថ្ងៃហ្នឹងពេលយប់អ្នកទាំងអស់គ្នានឹងទទួលបាន rebate ទៅតាមចំនួនដែលអ្នកទាំងអស់គ្នា Thread ចំនួន30%អញ្ចឹងទៅអាហ្នឹងនៅពេលអ្នកទាំងអស់គ្នា Thread ខ្ញុំនឹងដាក់ rebate ឲ្យអ្នកទាំងអស់គ្នាទៅវិញចំនួន30%ហើយរៀងរាល់ថ្ងៃហ្មងនៅពេលអ្នកទាំងអស់គ្នា Thread ទឹកថ្ងៃហ្នឹងគឺបានថ្ងៃហ្នឹងហ្មងអញ្ចឹងឥឡូវយើងចូលទៅកាន់របៀបបង្កើត account ទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាចុច link នៅខាងក្រោមវីដេអូរបស់ខ្ញុំមកឥឡូវខ្ញុំធ្វើការចូល link មួយសិនពេលដែល copy ហើយឬក៏ចូលតាម link ខ្ញុំហើយវាចេញបែបនេះនេះបែបនេះទាំងអស់គ្នាអញ្ចឹងអ្នកនរគ្នាអត់ទាន់មាន account ទេអញ្ចឹងក៏ចុចកន្លែង register មកកន្លែងនេះអ្នកទាំងអស់គ្នាអាច log in អាច register ជាមួយនឹង email address ឬក៏ភ្ជាប់ជាមួយនឹង Google ផ្ទាល់ក៏បានដែរអញ្ចឹងខ្ញុំណែនាំឲ្យនេះជាប់ជាមួយ Google ផ្ទាល់មកវាស្រួលជាងវាលឿនជាងហើយនេះបើសិនជាអ្នកនរគ្នាអត់ឃើញ download ដែរនេះអ្នកនរគ្នាគ្រាន់តែ copy នេះលេខកូដណែនាំនេះមកលេខខែមករួចស្រេចហើយតែប៉ុណ្្នឹងទេតោះមិនចុច Google ទៀតមកឧទាហរណ៍ខ្ញុំដាក់ account មួយចុះហើយបើសិនជាអ្នកទាំងអស់គ្នាបានបង្កើត account X នេះរួចហើយប៉ុន្តែអត់ទាន់មាន referral ដាក់អញ្ចឹងអ្នកទាំងអស់គ្នាអាចមកដាក់ referral ខ្ញុំបានខ្ញុំផ្ដល់ rebate ដល់អ្នកទាំងអស់គ្នា30%ទៅវិញនៅពេលដែលអ្នកទាំងអស់គ្នា trade អូខេឥឡូវយើងចូលមកកាន់បន្តវិញទៀតចុច continue ទៀតមកអូខេឥឡូវវានឹងចូលបែបនេះគេហៅថា choose the password អញ្ចឹងអ្នកនរគ្នាត្រូវបង្កើត password ចាប់ពី8ខ្ទង់ទៅដល់15ខ្ទង់មានលេខនឹងមានអក្សរតូចអក្សរធំមានលេខនិងមានជាសញ្ញាអីមួយហ្នឹងទៅឥឡូវតែខ្ញុំដាក់អ្នកនរគ្នាមើលពេលខ្ញុំសូមគ្នាមើលអូខេនេះទាំងគ្នាវាអត់ទទួលបានសញ្ញាភាគរយទេទាំងគ្នាឥឡូវខ្ញុំជួបចប់អូខេវាខៀវទាំងអស់ទាំងពីរនេះបែបនេះអញ្ចឹងអ្នកគ្នាអាច register មកនេះនេះឥឡូវវាចូលមកកាន់ទម្រង់បែបនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកាន់ Library account នេះមកដើម្បីយើងverify ដើម្បីយើងអាច deposit លុយចូលបានដើម្បី trade អូខេទាំងអស់គ្នាឥឡូវយើងចុចcomplete មក complete ខាងលើអ្នកនរគ្នាខាងលើតមកទៀតអ្នកនរគ្នាធ្វើការ verify ជាមួយនឹងលេខកូដជាមួយនឹង email ដែលគេផ្ញើទៅឥឡូវខ្ញុំសូមធ្វើការដាក់លេខទូរស័ព្ទមួយសិនដើម្បី verify លេខទូរស័ព្ទមកតង់មុនអូខេចាំតិចអ្នកនរគ្នាវានឹងផ្ញើសារទៅកាន់លេខទូរស័ព្ទដែលយើងដាក់ក្នុងហ្នឹងចំនួន6ខ្ទង់អូខេនេះតមកទៀត confirm phone number យើងចុចទៀតមកហើយយើងត្រូវបំពេញព័ត៌មានឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងទាំងអស់គ្នាដោយសារយើង verify ជាមួយអត្តសញ្ញាណប័ណ្ណយើង upload រូបអត្តសញ្ញាណប័ណ្ណចូលអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបំពេញឈ្មោះរបស់យើងពីមកតមកទៀតយើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងមកយើងកើតថ្ងៃនេះអញ្ចឹងទៅ2000កុដអញ្ចឹងទៅតែអត់អ្នកគ្នាហើយយើងយក Cambodia មកអូខេយើងយក page មកមែនហើយកន្លែងនេះយើងដាក់អឺកន្លែងឆ្នាំទីតាំងដែលយើងកើតនៅនេះកន្លែងកំណើតយើងវាจะមានភូមិឃុំសង្កាត់អីចឹងទៅយើងដាក់មកបងមកភូមិអីឃុំអីស្រុកអីខេត្តអីចឹងទៅប៉ុណ្ណឹងយើងចុច continue ទៀតមកហើយនៅមួយ step ទៀតមួយ step ចុងក្រោយវាអត់បានទេយើងគ្រាន់តែupload ជាមួយនឹង upload ជាមួយនឹងអត្តសញ្ញាណប័ណ្ណយើងចូលទាំងអស់គ្នាចូលអត្តសញ្ញាណប័ណ្ណយើងចូលរួចហើយតោះមកចាំប្រហែលជា2នាទីទៅ5នាទីវានឹង confirm មកយើងហើយបើយើងបានវានឹងផ្ញើសារមកកាន់Gmail របស់យើងនេះហើយពេលដែលអ្នកនរគ្នាថតអត្តសញ្ញាណប័ណ្ណ make sure ថាវាស្មើអត់ចាំងអត់ថតពីក្រោមអត់ថតពីចំហៀងដូចអ្នកនរគ្នាថតចំពីលើមកហើយនឹងមើលអក្សរមើលអីឃើញច្បាស់អញ្ចឹងទៅអានោះបានវា approve ហើយបញ្ជាក់កន្លែងហ្នឹងទីអ្នកនរគ្នាហើយសម្រាប់ទទួលបាន rebate ហ្នឹងនៅពេលដែលអ្នកនរគ្នាដាក់ជាមួយនឹង referral របស់ខ្ញុំ check ហើយអ្នកនរគ្នា trade នៅម៉ោង12យប់អ្នកនរគ្នានឹងទទួលបាន rebate នឹងអូតូ30%ត្រឡប់ទៅវិញអាហ្នឹងនៅពេលអ្នកនរគ្នា trade ប្រចាំថ្ងៃហើយបើសិនជាមានចម្ងល់អីអាចតាក់ទងតាម Telegram បានមានបញ្ហាអីជាមួយនឹងការបង្កើត account ការដាក់លុយការដកលុយ
សួរអំពី trade អីខ្ញុំអាចចែកម្លែកទៅអ្នកនរគ្នាបានគ្រាន់តែ contact មក Telegram ខ្ញុំខាងក្រោមហ្នឹងមកអូខេហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាខ្ញុំអ្នកនរគ្នានឹងយល់អាចធ្វើបានទាំងអស់គ្នា